Hello សួស្តីបងប្អូនទាំងគ្នាបាទជួបគ្នាសាជាថ្មីនៅវីដេអូថ្មីពី Channel ម៉ូតូរបស់ខ្ញុំបាទអញ្ចឹង Channel របស់ខ្ញុំថ្ងៃនេះមកគេធ្វើការមកនិយាយទាក់ទងជាមួយនឹងបាទតម្លៃម៉ូតូអសង្ខ23បាទតែប៉ុន្តែខ្ញុំតែងតែធ្វើការអាប់ដេតជូនទាក់ទងជាមួយតម្លៃ23នៅវីដេអូមុនរួចមកហើយបាទប៉ុន្តែយ៉ាងណាមិញក៏ខ្ញុំនៅតែធ្វើការបន្តនៃការអាប់ដេតបាទដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនជាបន្តទៀតបាទហើយសម្រាប់វីដេអូនេះគឺខ្ញុំនិយាយជាមួយនឹងតម្លៃផងដែរហើយក៏ដូចជាការបាទតម្លៃ23ហ្នឹងថាតើវាតទៅមុខទៀតវាទៅជាយ៉ាងណាសម្រាប់តម្លៃនៅពេលបច្ចុប្បន្នវាអាចថាឡើងឬក៏ចុះបាទសម្រាប់23បាទអញ្ចឹងខ្ញុំនឹងជម្រាបជូនទៅដល់បងប្អូននៅពេលបន្តិចទៀតបាទអញ្ចឹងសម្រាប់បងប្អូនថ្មីដែលមិនបានចុច Subscribe Channel របស់ខ្ញុំសូមជួយចុច Subscribe រីករាយសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំជាបន្តទៀតបាទសូមអរគុណបងប្អូនដែលតែងតែគាំទ្រនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទអញ្ចឹងទាក់ទងជាមួយនឹងតម្លៃ23នៅពេលបច្ចុប្បន្ននេះបាទវាជាតម្លៃមួយដែលល្អទៅហើយបាទប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំចង់និយាយទាក់ទងជាមួយតម្លៃនេះតទៅមុខទៀតតើវាអាចល្អដូចនៅពេលបច្ចុប្បន្នដែរឬក៏អត់បាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចបាទទាក់ទងជាមួយ23ខ្ញុំគិតថាវាមិនឡើងថ្លៃកប់ពពួកដូចរាល់ឆ្នាំនោះទេបាទដោយសារបច្ចុប្បន្ននេះគឺមានការបាទរីកូនច្រើនពីសំណាក់បងប្អូនទាក់ទងជាមួយនឹង23អញ្ចឹងហើយសូម្បីតែតម្លៃនៅពេលបច្ចុប្បន្ននេះបាទដែលរៀបនឹងឆ្លងឆ្នាំហើយក៏ដូចជាគៀកនឹងចូលឆ្នាំខ្មែរយើងផងដែរនោះបាទនៅខ្វះតែប្រហែលខែទៀតហ្នឹងបាទប៉ុន្តែដូចជាតម្លៃយើងក៏លេខទៅមើលដូចជាមិនមានការសន្ទុះអីខ្លាំងឡើងខ្លាំងនោះទេបាទអញ្ចឹងខ្ញុំគិតថានៅពេលបច្ចុប្បន្ននេះតម្លៃយើងនៅតែទទួលយកបានហើយបន្តទៅមុខទៀតក៏មិនជាថ្លៃប្រហែលដែរបាទសម្រាប់អសង្ខ23ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាបែបហ្នឹងទៅចុះដោយសារបច្ចុប្បន្នឃើញថាតម្លៃមិនហក់ឡើងខ្លាំងបាត់ទៅហើយហ្នឹងបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ទាំងអស់គ្នានៅអ្វីដែលខ្ញុំកំពុងតែនិយាយបាទអញ្ចឹងសម្រាប់វីដេអូនេះក៏សូមបញ្ចប់តែត្រឹមនេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ